បើបងប្អូនមានលុយ32លានដុល្លារតើបងប្អូននឹងជះលុយនេះទៅលើរថយន្តមួយម៉ូដែលនេះដែរឬទេហើយនោះគឺជារថយន្ត Rolls-Royce La Rolls-Royce Drop-Tier ដែលជាឡានថ្មីដែលមានតម្លៃថ្លៃបំផុតនៅក្នុងប្រវត្តិសាស្ត្រមុននឹងយើងឈានទៅដល់ចំណុចពិសេសរបស់រថយន្តមួយម៉ូដែលនេះសូមបងប្អូនជួយចុច Subscribe និងបើកសញ្ញាកណ្ដឹងដើម្បីឲ្យខ្ញុំបាទមានកម្លាំងនឹងធ្វើវីដេអូបែបនេះបន្តទៀតរថយន្តមួយម៉ូដែលនេះមិនមែនមានតម្លៃជិត32លានដុល្លារដោយសារតែវាជាឡានសម្រាប់ជិះធម្មតានោះទេក៏ប៉ុន្តែវាគឺជាការរួមបញ្ចូលគ្នារវាងវិស្វកម្មកម្រិតខ្ពស់សិល្បៈដោយដៃដ៏វិចិត្រនិងបច្ចេកវិទ្យាចុងក្រោយដែលពិភពលោកមិនធ្លាប់មាននេះគឺជាចំណុចពិសេសនិងបច្ចេកវិទ្យាទំនើបដែលធ្វើឲ្យវាមានតម្លៃមហាសាលបែបនេះបច្ចេកវិទ្យាថ្នាំ True Love នេះមិនមែនជាការបាញ់ថ្នាំឡានធម្មតានោះទេដើម្បីទទួលបានពណ៌ដែលមើលទៅដូចជាផ្កាក្រឡាប់ខ្មៅក្រុមការងាររយបានចំណាយពេលសិក្សាអស់ជាច្រើនឆ្នាំគេប្រើប្រាស់បច្ចេកវិទ្យាថ្នាំដែលហៅថា True Love ដោយបាញ់ស្រទាប់ថ្នាំនិងស្រទាប់ថ្លាបន្តគ្នាដល់ទៅ150ដងដើម្បីឲ្យវាមានជម្រៅពណ៌នៅពេលនៅក្នុងម្លប់ឡាននេះមើលទៅពណ៌ខ្មៅដិតក៏ប៉ុន្តែវាត្រូវពន្លឺព្រះអាទិត្យវានឹងចាំងចេញពណ៌ក្រហមដូចត្បូងទន្ទឹមយ៉ាងស្រស់ស្អាតបំផុតផ្នែកខាងក្នុងឡាននេះត្រូវបានចាត់ទុកថាការងារឈើដែលស្មុគស្មាញបំផុតក្នុងប្រវត្តិសាស្ត្រRolls-Royceគេប្រើបំណែកឈើ Black Sycamore 1603ដុំដែលកាត់ដោយដៃនិងតម្រៀបគ្នាជារូបភាពស្រទាប់ការក្រឡាបដែលកំពុងធ្លាក់អញ្ចឹងជាងជំនាញម្នាក់អាចធ្វើការបានត្រឹមតែ1ម៉ោងតែប៉ុណ្ណោះក្នុងមួយថ្ងៃដើម្បីកុំឲ្យខូចអារម្មណ៍និងភ្នែកគេចំណាយពេល2ឆ្នាំពេញទើបតម្រៀបឈើទាំងអស់នោះរួចរាល់ដំបូលកញ្ចក់ឆ្លាតវៃដំបូលរបស់វាអាចដោះចេញបានហើយវាប្រើប្រាស់បច្ចេកវិទ្យាកញ្ចក់ទំនើបអ្នកបើកបរគ្រាន់តែចុចប៊ូតុងមួយកញ្ចក់ដំបូលនោះនឹងបដូរពីថ្លាទៅជាស្រអាប់តែម្ដងដើម្បីការពារកម្ដៅថ្ងៃនិងផ្ដល់ឯកជនភាពដំបូលនេះត្រូវបានរចនាឡើងយ៉ាងពិសេសដើម្បីកាត់បន្ថយសំឡេងខ្យល់និងបង្កើនល្បឿនRolls-Royceបានសង្ហការជាមួយនឹងក្រុមហ៊ុននាឡិកាដៃមហាសែនថ្លៃ Audemars Piguet គេបានផលិតនាឡិកា Model Royal of Consort ពិសេសមួយបង្កប់ចូលក្នុងតាប្លូឡានដែលមានយន្តការពាររំញ័រខ្លាំងវាមានបច្ចេកវិទ្យាគន្លឹះពិសេសដែលអនុញ្ញាតឲ្យម្ចាស់ឡានដោះនាឡិកានោះចេញពីតាប្លូយកមកពាក់នៅនឹងដៃបានដោយយ៉ាងងាយស្រួលនិងមានផាសុកភាពវាខុសពីឡានទូទៅដែលប្រើក្រងដែកសន្លឹកឡាននេះប្រើប្រាស់ក្រងឆ្អឹងប្រភេទ Carbon Fiber ថ្មីស្រឡាំងវាធ្វើឲ្យឡានមានទម្ងន់ស្រាលបំផុតប៉ុន្តែមានភាពរឹងមាំខ្លាំងជាងដែកថែបទៅទៀតក្រងឆ្អឹងនេះត្រូវបានឌីហ្សាញឡើងសម្រាប់តែត្រកូល Drop-Tier ដែលមានតែ4គត់នៅក្នុងលោកតែប៉ុណ្ណោះมันមានប្រើប្រាស់ក្នុង Model ឬ Phantom ឡើយរថយន្តមួយដែលនេះបានប្រើប្រាស់ជាមួយនឹងម៉ាស៊ីនទំហំ 6.6 លីត្រ V12 Twin Turbo ដែលផលិតកម្លាំងបានរហូតទៅដល់593សេសវាត្រូវបានគេកែសម្រួលឲ្យមានសំឡេងស្ងាត់បំផុតនិងរលូនបំផុតបើទោះបីជាបើកបរក្នុងល្បឿនលឿនក៏ដោយនៅផ្នែកខាងក្រោយមានកេសស្រាសំប៉ាញដែលរចនាឡើងយ៉ាងស៊ីវិល័យវាដំណើរការដោយប្រព័ន្ធអគ្គិសនីនិងប្រព័ន្ធរក្សាសីតុណ្ហភាពដ៏ល្អឥតខ្ចោះរាល់កែវស្រានិងថាសអាហារសុទ្ធតែផលិតចេញពីគ្រីស្តាល់និងលោហៈធាតុដើមដែលមានតម្លៃមូលហេតុដែលវាថ្លៃដល់ថ្នាក់នេះគឺដោយសារតែភាពគ្មានពីររាល់មីលីម៉ែត្រនៃឡាននេះគឺផលិតឡើងតាមតម្រូវការរបស់អតិថិជនម្នាក់គត់ដែលប្រើប្រាស់វត្ថុធាតុដើមថ្លៃបំផុតនិងបច្ចេកវិទ្យាដែលឡានដទៃមិនអាចធ្វើតាមបាននិងភាពកម្រមានតែមួយគត់ក្នុងโลกដែលមនុស្សជាតិអាចរកឃើញចោះសម្រាប់បងប្អូនវិញបើមានលុយច្រើនបែបនេះតើបងប្អូននឹងយកលុយនេះទិញរថយន្តមួយ model នេះដែរឬទេសូមបញ្ចេញមតិរបស់បងប្អូននៅខាងក្រោមវីដេអូនេះហើយកុំភ្លេច share វីដេអូមួយនេះទៅកាន់មិត្តភ័ក្តិម្នាក់មួយផងណាបើយល់ថាវីដេអូមួយនេះល្អសម្រាប់បងប្អូនជួបគ្នានៅវីដេអូក្រោយ